good afternoon, good evening, good morning wherever you are in the world ដូចបងសុភ័ក្រគឺគាត់ពេលព្រឹក ខ្ញុំ good morning បងសុភ័ក្រនៅ New Zealand ហើយ good evening យើង evening ណោះសេណោះយើង afternoon នេះយ៉ាម៉ោង3 EST ថ្ងៃនេះត្រូវមាន4នាក់no 5នាក់5នាក់ total ដើម្បីចង់បង្ហាញបងប្អូនដែលគាត់តាមដាន page ផងយើងអញ្ចឹងណាបងតាមដាន page ផងយើងចង់បង្ហាញថាយើងមាន business owner មកពី background ផ្សេងគ្នាតែគាត់ចាប់យកអាជីវកម្មនេះដោយសារភាពងាយស្រួលនៃការធ្វើ business ហ្នឹងហើយយើងមាន support ពី community ពី mentor ពី coach ជាពិសេសគឺខ្មែរយើងគឺយើងធ្វើ business ហ្នឹងច្រើនទូទាំងពិភពលោកអញ្ចឹងហើយបានថ្ងៃនេះគឺខ្ញុំចង់នាំ business owner ផ្សេងទៀតពីប្រទេសផ្សេងហ្នឹងដើម្បីឡើងមក share បទពិសោធន៍ថាតើគាត់ធ្វើ business ហ្នឹងគាត់មានការចំណាប់អារម្មណ៍ចូលចិត្តអ្វីខ្លះអីចឹងណាហើយឥឡូវឲ្យស៊ីចិន្តាមុនណាស៊ីអរគុណចាអូខេជំរាបសួរទាំងអស់គ្នាសួស្តីបងចាបងទៅវិញបាត់ទៅមួយទៀតហើយយើង2នាក់អញ្ចឹងសម្រាប់បងដែលជួបខ្ញុំលើកទី1ចាខ្ញុំចិន្តានៅខាងបបរិយងគីបិចហើយខ្ញុំបានមកនៅកាណាដានេះអស់រយៈពេលជិត16ឆ្នាំហើយថ្ងៃនេះគឺសប្បាយចិត្តមែនទែនហើយក៏អរគុណស៊ីសុកលីណាចាដែលបានបង្កើត link ដើម្បី invite ខ្មែរយើងដែលគាត់ចូលមកធ្វើអាជីវកម្មនេះឲ្យមក share អំពីអាជីវកម្មដែលស្របច្បាប់ហើយនឹងជាឱកាស change ជីវិតមនុស្សម្នាក់ៗបានដូចគ្នាចាសម្រាប់ខ្ញុំពេលខ្ញុំចូលមកធ្វើអាជីវកម្មនេះគឺគោលដៅខ្ញុំតែមួយទេគឺកាត់បន្ថយការធ្វើការថ្ងៃសៅរ៍អាទិត្យព្រោះពីមុនចាខ្ញុំធ្វើការនៅកន្លែងមើលថែចាស់ជរាអញ្ចឹងខ្ញុំចង់មានពេលថ្ងៃសៅរ៍អាទិត្យជាមួយកូនហើយដូចគ្នានឹង build ចំណូលបន្ថែមព្រោះធ្លាប់ចាស់មានបទពិសោធន៍នៅកាណាដាមកធ្វើការដំបូងគេនៅកន្លែងផលិតក្រែមដល់ពេលល្អមែនតើគឺការងារដែលយើងគិតថាយើងមានចំណូលច្បាស់លាស់ដូចគ្នានឹងស្របច្បាប់ហើយតកែក៏គេចាស់មើលឃើញថាយើងប្រឹងធ្វើការយើងដាក់ចិត្តយើងតែដល់ពេលការងារគេថយគេចាប់ដើម lay off អញ្ចឹងខ្ញុំក៏អត់ចង់ឲ្យ